បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃចុងសប្តាហ៍ហើយយើងដើរលេងតាមជាការបន្តិចអញ្ចឹងណាបងប្អូនទេសភាពថ្ងៃនេះនិយាយពីថាស្អាតមែនទែនបងប្អូនហើយបងប្អូនឃើញទេបាទនេះជាការចន្ទីរបស់មេវុធអញ្ចឹងណានោះគាត់នៅពីក្រោយខ្ញុំលេងជាការគាត់បងប្អូនហើយស្អាតមែនទែនបងប្អូនទេសភាព refresh មែនទែនបាទអញ្ចឹងឲ្យតែថ្ងៃចុងសប្តាហ៍គឺយើងតែងតែគេហៅថាយើងធ្វើឲ្យអារម្មណ៍របស់យើង refresh ខ្លះដើម្បីកុំឲ្យវារៀង stress ពេកបាទអញ្ចឹងយើងដើរលំហែកាយខ្លះអញ្ចឹងណាបងប្អូនចការចន្ទីរបស់គាត់នេះគឺធំបងប្អូនអើយធំមែនតើហើយអាយុកាលល្បាក់ប្រហែលជា30ឆ្នាំហ្នឹងស្រួលបងប្អូនមើលគល់គល់គឺធំមែនតើបងប្អូនអើយគល់គឺឡើងនិយាយធំហ៎អោបអត់ជុំទេបងប្អូនអោបអត់ជុំទេតើមនុស្ស3នាក់4នាក់មិនអោបជុំអញ្ចឹងគឺយើងមកថ្ងៃនេះគឺល្អមែនតើបាទសប្បាយរីករាយបដែតអារម្មណ៍យកខ្យល់អាកាសបាទតាមអាកាសធាតុតាមទេសភាពដកស្រស់ស្រកាជុំវិញកន្លែងយើងអញ្ចឹងណាអញ្ចឹងយើងមកមើលដៅនេះមួយបងប្អូននេះធំមែនតើបងប្អូននេះដៅនេះអត់ដឹងថាដៅអីទេបងប្អូនបាទធំមែនតើហើយនោះដើមនេះដើមខ្សែបងប្អូនដើមខ្សែនេះបើសិនជាធំយើងអាចកាប់គល់វាសក់យកអាបដូលវាយកស្លធ្វើម្ហូបបានបាទអញ្ចឹងដើមនេះគេហៅដើមខ្សែបងប្អូនมันងាយមានទេដូចជាចង់ដាច់ពូជហើយដើមខ្សែហ្នឹងហើយនេះដើមលវាដីបងប្អូនលវាដីនៅជាការរបស់គាត់នេះគឺមានដើមឈើច្រើនមែនតើបងប្អូនបាទដើមឈើប្រភេទដើមឈើដូចលក្ខណៈនៅព្រៃភ្នំអញ្ចឹងណាវានៅសល់ម្ដងបងប្អូនអញ្ចឹងល្អមែនតើបងប្អូនយើងមកលេងមួយថ្ងៃនេះគឺយើងមកថតវីដេអូលេងបាទថតវីដេអូទុកព្រោះអីយើងអ្នកផលិតមេតិកាតើយើងធ្វើមានវីដេអូផុសជាប្រចាំអញ្ចឹងណាដើម្បីឲ្យគេស្គាល់យើងច្រើនបងប្អូនបាទយើងមកគ្នា3នាក់បងប្អូននេះមានមេវុធបងអូនវឌ្ឍនាហើយខ្ញុំអញ្ចឹងបងប្អូនអញ្ចឹងវីដេអូយើងនឹងធ្វើបន្តទៀតបាទឥឡូវយើងប៉ុណ្ណឹងសិនបងប្អូនបាទទស្សនាលេងប៉ុណ្ណឹងសិនបាទចាំមួយជួបគ្នានៅវីដេអូបន្តទៀតបាទឥឡូវរូបភាពទី1យើងមកជួបជាមួយមេផ្លែមបាទមេផ្លែមបាទឥឡូវគាត់កំពុងសេរីកាមេរ៉ាបងប្អូនអញ្ចឹងមិនធម្មតាទេបងប្អូនមើលតែទឹកមុខទៅស្នាមញញឹមគឺពោពេញទៅដោយភាពជឿជាក់អង្អាចក្លាហានបាទអញ្ចឹងធ្វើអ្វីក៏ជោគជ័យដែរបងប្អូនបាទបងប្អូនមើលគាត់ទៅបាទអញ្ចឹងធ្វើនេះគឺធ្វើចេញពីទឹកចិត្តចេញពីសេចក្តីស្រឡាញ់ពិតតែម្ដងកាមេរ៉ានេះគឺយើងមានសកម្មភាពពិសេសមែនតើយើងចង់បង្ហាញបងប្អូនអរគ្នាអំពីការធ្វើម្ហូបញ៉ាំជុំគ្នានៅនេះខ្ញុំគិតថាវាជាពិសេសមែនតើហើយវាល្អមែនតើសម្រាប់បងប្អូនអរគ្នាអញ្ចឹងរងចាំជាមួយខ្ញុំនៅក្នុងសកម្មភាពប្លែកៗដែលយើងបានចែករំលែកវីដេអូនេះចែកជូនបងប្អូនទាំងអស់គ្នា